សត្វដែលមានទុក្ខមេរោគអាការៈដំបូងគឺធ្វើឲ្យយើងចុកពោះឈឺពោះហើយយើងអាចរាកចុះមូលមានកម្រិតធ្ងន់មានកម្រិតខ្លាំងដែលបណ្ដាលឲ្យអាចមានក្អួតជាឈាមឬលាមកយើងចេញពីឈាមផងដែរហើយការឆ្លងតាមបែបទី3នេះក៏ជាដើមហេតុអាចធ្វើឲ្យពួកយើងបាត់បង់ជីវិតផងដែរបាននៅក្នុងស្ថានភាពបែបនេះសូមពុកម៉ែបងប្អូនមេត្តាផ្អាកពិសាទទួលទានសាច់ឆៅឬហាមកុំទទួលទានសាច់សត្វពាហនៈដែលមានជំងឺឈឺស្លាប់ឬសាច់សត្វដែលដេកស្លាប់ដោយមិនដឹងមូលហេតុបានផ្ទុយទៅវិញបើសិនជាបងប្អូនប្រទះឃើញសត្វពាហនៈឬសត្វចិញ្ចឹមរបស់បងប្អូនដេកស្លាប់ឈឺស្លាប់នៅក្នុងស្រុកភូមិរបស់បងប្អូនសូមបងប្អូនមេត្តាកុំចូលទៅក្បែរឬកុំទៅធ្វើសត្វយកសាច់ទាំងនោះមកបរិភោគមកពិសាឲ្យសោះសូមបងប្អូនមេត្តារាយការណ៍ទៅភ្នាក់ងារមានសមត្ថកិច្ចមន្ត្រីកសិកម្មភូមិឃុំឬបសុសត្វនៅតាមស្រុកតាមភូមិតាមឃុំរបស់បងប្អូនដើម្បីឲ្យមកជួយត្រួតពិនិត្យឲ្យទាន់ហេតុការណ៍